សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel របស់ Miyuki ដែលថ្ងៃនេះមានមកសម្រាប់បន្តជាមួយនឹងខ្សែរឿងប្រចាំរហ័សរបស់យើងជាបន្តទៀតដែលប្រហែលនៅពេលនេះមកយើងឃើញថារ៉ាដានកំពុងតែញ៉ាំអាហារជាមួយនឹងព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់វិញគឺគាត់តែពីចង់ឲ្យរ៉ាដាននឹងញ៉ាំឲ្យច្រើននោះទេប៉ុន្តែគាត់ត្រូវបានរ៉ាដាននឹងបដិសេធគាត់នឹងគឺឆ្អែតរីតែទោះបីជាចង់បដិសេធមកក៏ដោយក៏រ៉ាដាននឹងតែបដិសេធជាមួយនឹងព្រះអង្គម្ចាស់បានដែរអញ្ចឹងទៅគាត់ក៏បានព្រមហាមកដើម្បីញ៉ាំអាហារទាំងអស់ហ្នឹងទៅហើយព្រះអង្គម្ចាស់វិញនៅពេលដែលឃើញថាកូនស្រីញ៉ាំបានច្រើនអញ្ចឹងទៅគាត់គឺសប្បាយចិត្តខ្លាំងមែនទែនហើយគាត់និយាយទៅថារាងរបស់កូនស្រីនឹងគឺស្គមខ្លាំងមែនទែនអញ្ចឹងហើយគឺត្រូវញ៉ាំឲ្យបានច្រើនតែកូនស្រីពេលហ្នឹងដែរក៏បានលើកដៃរបស់គាត់នឹងយកមកជួបមាត់ទៅហើយព្រះអង្គម្ចាស់នៅពេលឃើញបែបហ្នឹងគាត់ក៏បានគិតក្នុងចិត្តទៅគាត់គឺចង់ជួយមកឲ្យកូនស្រីប៉ុន្តែគាត់ក៏រំសាយគំនិតនឹងចោលវិញហើយគាត់គឺអាចឈប់សម្រឹងមើលមករបស់កូនស្រីបាននោះទេយល់ទៅគឺថាកូនព្រមជាការញ៉ាំអញ្ចឹងណាគាត់ក៏បានបន្តគាត់ទៅថាបើសិនជាពួកគាត់បន្តនៅក្នុងតង់តូចបែបនេះទៀតទេបើគាត់ជាមានរឿងអីកើតឡើងខានបន្ទាប់ពីគិតបែបហ្នឹងហើយព្រះអង្គម្ចាស់ក៏បានពួកកូនស្រីនឹងទៅដើរលេងទៅដោយសារគាត់ចង់មានរឿងអីកើតឡើងនោះទេមិនថាចង់អីប៉ុន្តែដោយសារគាត់ចង់បង្ខំកូនស្រីនៅពេលដែលឃើញថាកូនស្រីអ៊ីសេសអញ្ចឹងទៅគាត់ក៏បានសួរកូនស្រីទៅថាអត់ចង់ទៅមែនហើយគាត់ក៏ថាទៀតទៅថាកូនស្រីនឹងគឺស្លេកស្លាំងពេកហើយអញ្ចឹងហើយឲ្យដាក់ខំភ្លឺថ្ងៃខ្លះទៅដើម្បីឲ្យមានសុខភាពល្អហើយកូនស្រីវិញនៅពេលលើបែបហ្នឹងហើយគឺមានចង្កេះរំភើបខ្លាំងហ្មងហើយបន្ទាប់មកគាត់ក៏បានប្រាប់ទៅកាន់ព្រះម្ចាស់ទៅថាគាត់គឺចង់ដើរលេងហើយគាត់ក៏បានគិតក្នុងចិត្តទៅថាគាត់គឺតែងតែប្រាថ្នាចង់ដើរលេងនៅក្រោមពន្លឺថ្ងៃដែលមានសេរីភាពបន្ទាប់ពីហ្នឹងមកព្រះម្ចាស់ក៏បានឲ្យរ៉ាណានឹងកាន់តែមកទ្រង់មកដើម្បីទៅដើរលេងហើយរ៉ាណាក៏បានអរគុណទៅកាន់ព្រះម្ចាស់ទៅដោយសារតែគាត់គឺណែបានដើរលេងបែបនេះពីមុនមកនោះទេហើយព្រះម្ចាស់ក៏ថាទៅថាបើឯងចង់អរគុណខ្ញុំហេតុអ្វីឯងមិនឲ្យអំណោយមកខ្ញុំវិញទៅប៉ុន្តែគាត់ក៏ធ្វើបានរ៉ាណានឹងប៉ាសែទេដោយសារតែឥឡូវហ្នឹងគឺរ៉ាដានឹងតែអំណោយដល់ទ្រង់បាននោះទេបន្ទាប់ពីឃើញអញ្ចឹងព្រះម្ចាស់ក៏បានសុំរ៉ាដានឹងថាវិញទៅពេលនិយាយហើយមកទៅបានទទួលចម្លើយពីរ៉ាដាផងហ្នឹងគាត់ក៏បានទារ៉ាដានឹងយកមកថាតែម្ដងដែលមានជាគេព្រះម្ចាស់នឹងប្រហែលជាញៀនឯងមកទៅបន្ទាប់ពីថាហើយគាត់ក៏បាននិយាយទៅថានេះគឺជាអំណោយដ៏ល្អមួយគឺគាត់ចូលចិត្តវាហើយក៏គាត់នឹងចិត្តទៅថាមួយទៅរ៉ាដានឹងដូចជាចូលចិត្តការថារបស់គាត់សោះនៅពេលថាហើយបែបហ្នឹងទៅព្រះម្ចាស់នាំរ៉ាដាទៅដើរលេងទៅហើយនៅពេលដែលឃើញថារ៉ាដាសប្បាយចិត្តអញ្ចឹងគាត់ក៏បានគិតក្នុងចិត្តទៅថានៅពេលដែលរ៉ាដានឹងសប្បាយចិត្តគាត់ក៏សប្បាយចិត្តដូចគ្នាហើយគាត់ក៏បានគិតបន្តទៅថាអ្វីដែលគាត់អាចធ្វើបានហ្នឹងគឺដើរលេងជាមួយជំរំបណ្ដោះតើហ្នឹងគឺហៅថាដើរលេងដែរមែនហើយពេលហ្នឹងដែរគាត់ក៏បានចាប់ដៃបរ៉ាដានដោយប្រាប់ឲ្យរ៉ាដានហ្នឹងដើរយឺតទៅដោយសារគាត់ខ្លាចថារ៉ាដានហ្នឹងអាចនឹងដួលប៉ុន្តែរ៉ាដានក៏ប្រាប់ទៅព្រះម្ចាស់វិញទៅថាអីទេហើយមើលទៅគាត់ទៅគឺថាសប្បាយចិត្តខ្លាំងមែនតើតែភ្លាមហ្នឹងសេតខែរំបង្ហាញខ្លួនតែភេទស្លន់ស្លោមកតែម្ដងដោយសុំព្រះម្ចាស់ទៅថាព្រះម្ចាស់ទៅណាព្រះម្ចាស់គាត់តែមានអ្នកការពារទៅជាមួយដែរហើយព្រះម្ចាស់ក៏ថាទៅគាត់គ្រាន់តែដើរលេងទេអញ្ចឹងហើយក៏មករំខានគាត់ហើយគាត់ក៏បានសួរទៅកាន់ព្រះម្ចាស់វិញទៅថាគាត់តែដើរលេងជាមួយនឹងទេមែនប៉ុន្តែទីហ្នឹងគឺអត់មានអីគួរឲ្យចង់មើលនោះទេមានតែសេះជាមួយនឹងក្លិនលាមកប៉ុណ្ណោះហើយព្រះម្ចាស់វិញគឺមានចង្កេះខាងឡើងមកហើយក៏និយាយទៅថាណាគេខ្វល់រ៉ាដានគឺត្រូវការពលឺថ្ងៃខ្លះបន្ទាប់ពីនិយាយហើយព្រះម្ចាស់ក៏បាននាំរ៉ាដាននឹងចេញទៅតែម្ដងដោយខ្វល់ពីខែរំនៅលើឡានប៉ែពីក្រោយគាត់នោះទេខែរំនៅខាងក្រោយហ្នឹងគាត់ក៏បាននិយាយទៅថាយ៉ាងគាត់អ្នកការពារហើយគាត់ក៏បានប្រាប់ព្រះអង្គទៅថានៅទីនេះក៏មានជ្រុំមួយដែរស័ក្តិសមទៅលំហែជាងនៅទីនេះតែភ្លាមហ្នឹងសេតរ៉ាដាននឹងសួរឡើងតែម្ដងថាទឹកជ្រោះហ្នឹងគឺជាអីគេដែលសំណួរមួយនេះហើយដែលធ្វើឲ្យព្រះម្ចាស់ជាមួយនឹងខែរំហ្នឹងគឺថាភ្ញាក់ផ្អើលហ្មងហើយព្រះម្ចាស់ក៏គិតទៅថាគេស្គាល់ទឹកជ្រោះទេមែនបន្ទាប់ពីហ្នឹងមកទៅព្រះម្ចាស់ហៅខែរំហ្នឹងដើម្បីទៅកន្លែងទឹកជ្រោះមួយហ្នឹងនៅពេលដែលទៅដល់ហ្នឹងគឺថាទឹកស្ពើស្អាតខ្លាំងមែនទែនហើយព្រះម្ចាស់និងខែរំក៏បានឈប់មើលរ៉ាដានកំពុងតែលេងទឹកជ្រោះដូចគ្នានៅពេលដែលមើលរ៉ាដានលេងសុកហ្នឹងព្រះម្ចាស់ក៏បាននិយាយទៅថាមើលទៅរ៉ាដានហ្នឹងគឺចូលចិត្តកន្លែងហ្នឹងហើយខែរំក៏បានយល់ស្របដែរដោយសារតែឃើញរ៉ាដានហ្នឹងគឺញ៉ាំជាប់មកហើយព្រះម្ចាស់វិញក៏បាននិយាយទៅថាគាត់គឺអត់នឹកស្មាននោះទេថាគាត់នឹងមកជួបមនុស្សដែលស្គាល់ទឹកជ្រោះបែបនេះនោះទេហើយខែរំក៏មានខុសអីពីព្រះម្ចាស់នោះទេគាត់ក៏គិតអញ្ចឹងដែរបន្ទាប់មកព្រះម្ចាស់ក៏បាននិយាយបន្តទៅថាគាត់មានអារម្មណ៍ថាគាត់មានកំហុសរាល់ពេលដែលបានឃើញរ៉ាដានវាដូចជាបើសិនបើគាត់ជួបស្នាក្រវាគឺជាកំហុសរបស់គាត់បានប្រាជ័យនឹងការបញ្ចប់សង្គ្រាមនេះឲ្យរយៈពេល7ឆ្នាំហើយអញ្ចឹងហើយក៏មានជាការខឹងជាមួយនឹងការអសម័យភាពរបស់គាត់ខ្លាំងប៉ុន្តែខែរំក៏ថាទៅថាការធ្វើសង្គ្រាមជាមួយនឹងប្រជាជាតិទាំង5ក្នុងពេលតែមួយគឺវាមិនជារឿងងាយស្រួលនោះទេទ្រង់នឹងអាចធ្វើវាបានយ៉ាងល្អព្រះម្ចាស់ពួកយើងទាំងអស់គ្នាគឺជាលើទ្រង់ហើយពួកយើងនឹងធ្វើតាមការដឹកនាំរបស់ទ្រង់ជានិច្ចដោយសារតែទ្រង់យកចិត្តទុកដាក់ទៅលើគាត់ខ្លាំងពេកដូច្នេះហើយទើបបានជាទ្រង់ចង់ធ្វើរឿងដែលមិនអាចទៅរួចសម្រាប់គាត់ហើយព្រះម្ចាស់ក៏ថាទៅថាមែនហើយគាត់គ្រាន់តែចង់ឲ្យសង្គ្រាមនឹងចប់ឆាប់ប៉ុណ្ណោះគាត់អាចឲ្យរ៉ាដានទទួលបានអ្វីៗគ្រប់យ៉ាងនៅពេលដែលពួកគាត់នឹងត្រឡប់ទៅអង្គរវិញហើយខែរំនៅពេលដែលលើព្រះម្ចាស់និយាយបែបហ្នឹងគាត់ក៏បាននិយាយទៅថាដូច្នេះពួកយើងត្រូវតែព្យាយាមដើម្បីបញ្ចប់សង្គ្រាមមួយនេះព្រះម្ចាស់ហើយព្រះម្ចាស់ក៏ថាទៅថាមែនហើយនោះគឺជាអ្វីដែលខ្ញុំចង់បានហើយពេលដែលពួកគាត់ពងនិយាយនឹងដែរសេតមានពូមួយវាទៅរករ៉ាដានប៉ុន្តែពួកគាត់គឺអត់បានចាប់អារម្មណ៍នោះទេហើយរ៉ាដាននៅពេលលើព្រះម្ចាស់និយាយបែបហ្នឹងចឹងទៅគាត់ក៏បានគិតក្នុងចិត្តទៅថាព្រះម្ចាស់គឺជាមនុស្សល្អម្នាក់ហើយព្រះម្ចាស់វិញក៏បាននិយាយបន្តទៀតទៅថាអ្វីដែលគាត់ជឿជាក់បំផុតនោះគឺការពិតដែលគាត់អាចធ្វើអ្វីបាននៅតែការបរ៉ាដានគាត់ចង់ប្រាប់បដូរវាប៉ុន្តែគាត់អត់អាចទេវាធ្វើឲ្យគាត់ជឿចាប់ខ្លាំងហើយគាត់ក៏បានសុំតរ៉ាដាននៅក្នុងចិត្តដូចគ្នាប៉ុន្តែនៅពេលគាត់ចាប់អារម្មណ៍ថាមានពលតរ៉ាដានហ្នឹងគាត់ឡើងស្លន់ហ្មងឯពួកនឹងវិញក៏បានហត់ទៅរ៉ាដានដូចគ្នាហើយរ៉ាដានក៏គាត់ដឹងនោះទេដោយសារគាត់ពងគិតថាគាត់គឺអាចសម្រាប់ព្រះអង្គម្ចាស់បានឡើយហើយសាររឿងរបស់យើងក៏ចាប់ទៅនឹងដូចគ្នានិយាយរួមទៅថ្ងៃនេះគឺថាមានជាកខ្លាំងមែនតើចឹងឯងដែលបានតែមក chapter នោះទេតែចង់និយាយថាភាពចុងក្រោយកន្លែងហ្នឹងគឺមិនចឹងឯងប៉ុន្តែមានអាចរួចច្រឡំទៅពេលចឹងទៅសម្រាប់ទៅចឹងប្រយតែយ៉ាងណាសាររឿងក៏វានៅតែអញ្ចឹងដែរអីទេអរគុណអ្នកនរគ្នាដែលចំណាយពេលវេលាមានតម្លៃមកស្ដាប់វីដេអូសម្រាប់រឿងដ៏សែនភ្លាវហើយមានអ្នកកត់បាយអ្នកនរគ្នា